Ok, hello សួស្តីបងប្អូនយើងបាទថ្ងៃជាមួយខ្ញុំបាទវណ្ណាសាជាថ្មីអូខេបងប្អូនយើងចាំវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នារបៀបបាទដកកាក់ Q line ពី Q line account ចូលទៅក្នុង TT Exchange អញ្ចឹងណាអញ្ចឹងដោយសារតែប្រព័ន្ធ system នេះមិនទាន់ដំណើរការ smooth ទេបងប្អូនមានថាមិនទាន់ដំណើរការឲ្យ 100% ទេគ្រាន់តែថាមុខងារកន្លែងនេះគេអាចបើករួចរាល់អស់ហើយអញ្ចឹងណាអញ្ចឹងដើម្បីយើងអាច withdrawal ឬក៏ transfer ពី Q line ទៅកាន់ TT Exchange បានជាដំបូងឡើយបងប្អូនត្រូវចុចកន្លែងខាងក្រោមជើងខាងស្ដាំគេដាក់ថា My Account បាទបន្តមកទៀតបាទបងប្អូនចុចកន្លែង tray 3ជើងខាងស្ដាំដូចគ្នានៅខាងលើបាទបន្តមកទៀតបងប្អូនចុច My Wallet នៅខាងលើផុតបាទបន្តមកទៀតវានឹងបង្ហាញបែបនេះហើយអញ្ចឹងណាអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនចុចកន្លែងជើងខាងស្ដាំដូចគ្នាគេដាក់ថា transfer out ចុចកន្លែងហ្នឹងមកបាទបន្តមកទៀតកន្លែងនេះគេនឹងសូប្រាប់បងប្អូនហើយពាក់ព័ន្ធទៅនឹងខាងលើគេដាក់ថា Q line account ខាងក្រោមគេដាក់ថា TT Exchange TT account ជាមានន័យថានេះគឺជាកន្លែងដែលយើងបាញ់កាក់ Q line ចូលទៅក្នុង TT Exchange ហ្នឹងឯងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចុចកន្លែងបាទអក្សរ CC ហ្នឹងចុចកន្លែងហ្នឹងមកវានឹង alert load ចេះរងចាំបន្តិចបន្តមកទៀតវានឹងដាក់ថាអក្សរ Q នៅខាងក្រោមអក្សរ Q ហ្នឹងវាតំណាងឲ្យ Q line account ហ្នឹងឯងយើងចុចកន្លែងហ្នឹងមកអូខេអញ្ចឹងយើងនឹងឃើញហើយពាក់ព័ន្ធទៅនឹងចំនួនកាក់របស់យើងឧទាហរណ៍ចំនួនកាក់របស់ខ្ញុំមាន2782គ្រាប់អញ្ចឹងវានឹង show កន្លែងហ្នឹងអញ្ចឹងយើងចុច all មកកាក់ចំនួនកាក់របស់យើងវានឹងលោតចូលនឹងទាំងអស់ប៉ុន្តែខ្ញុំមិនចង់ឲ្យអ្នកទាំងអស់គ្នាបាញ់ទៅទាំងអស់ទេដោយសារតែ system ទឹមតែហើយខ្ញុំបានសាកល្បងបាញ់ចំនួន70គ្រាប់ហើយប៉ុន្តែវាអត់ទាន់ចូលនៅឡើយទេចាំពេលចូលចាំខ្ញុំប្រាប់បងប្អូនយើងបន្ថែមទៀតប៉ុន្តែបើសិនជាបងប្អូនយើងចង់បាញ់ចូលគ្រាន់តែបងប្អូនយើងតេស្តសាកល្បងត្រឹម1គ្រាប់ឬក៏10គ្រាប់ទៅអញ្ចឹងយើងអាចវាយ1គ្រាប់មកបន្តមកទៀតបងប្អូនចុច confirm ណាចុច confirm ហើយគេនឹងទាមទារយើងចុច confirm ខាងក្រោមហ្នឹងបាទបន្តមកទៀតគេនឹងទាមទារសារពី Gmail ឬមួយក៏លេខកូដ Google បាទអញ្ចឹងអ្នកទាំងអស់គ្នាទៅយកសារពី Gmail មកបន្ទាប់មកលេខកូដ Google នៅបងបំពេញក្នុងកន្លែងចន្លោះដែលគេប្រាប់ហ្នឹងមកអ្នកទាំងអស់គ្នាអាចធ្វើវាបានហើយគឺពេលហ្នឹងវានឹងជោគជ័យអញ្ចឹងណាបាទអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងមុននឹងយើងបាញ់កាក់ Q line ពី Q line account ទៅ TT Exchange បងប្អូនទាំងអស់គ្នាត្រូវតែដាក់ OT Cutter សិនឬក៏លេខកូដ Google ហ្នឹងសិនបាទនៅក្នុង TT Exchange សិនអញ្ចឹងណាចឹងយើងអាចយក account យើងលុបក្នុង TT Exchange បន្តមកទៀតយើង set OT Cutter ឲ្យទៅបន្តមកទៀតចាំយើងចូលមកបាញ់សាកល្បងអញ្ចឹងណាអូខេអរគុណច្រើនចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបើសិនជាខ្ញុំធ្វើប្រតិបត្តិការទាំងអស់បានជោគជ័យខ្ញុំនឹងផ្ដល់ព័ត៌មានដល់បងប្អូនយើងបន្ថែមទៀតបាទអូខេអរគុណច្រើនសង្ឃឹមថាព័ត៌មាននេះបងប្អូនយើងនឹងសប្បាយចិត្តទាំងអស់គ្នាជាមួយនឹង Q line ហើយខ្ញុំគិតថាបងប្អូនយើងនឹងសប្បាយចិត្តរួមទាំងខ្ញុំដែរព្រោះអីយើងបានធ្វើជាមួយ Q line យើងសង្ឃឹមថាយើងនឹងជោគជ័យទាំងអស់គ្នាជាមួយ Q line ទាំងអស់គ្នាបាទអូខេអរគុណច្រើនបាយបាយជំរាបលាចាំជួបគ្នាបន្តក្រោយបាទបាយបាយ